ថ្ងៃនេះកូនស្រីជាទីស្រឡាញ់គាត់កំងឲ្យម៉ាក់ឆាមីស៊ូញ៉ាំចាឥឡូវនេះចាបងប្អូនទាំងអស់គ្នាទៅមើលញ៉ាំឆាមីស៊ូទាំងអស់គ្នាចាជាមុនយើងដាក់ខ្ទះក្តៅតក់មកយើងដាក់ប្រេងឆាចូលហើយបានដាក់ខ្ទឹមចាមចូលបន្ទាប់មកក៏ដាក់សាច់ជ្រូកដែលយើងចាំហើយហ្នឹងឆាត្រឡប់ឲ្យដាច់ទឹកកុំឲ្យមានជាតិឆ្អាបចឹងណាចាបន្ទាប់មកយើងចាប់ផ្ដើមបង់គ្រឿងចូលមកចាដាក់អំបិលស្ករប៊ីចេងម្រេចតាមចំណងចិត្តបងប្អូនទៅចាហើយដាក់ប្រេងខ្យងហ្នឹងហើយកុំភ្លេចដាក់ប្រេងខ្យងចូលបន្ទាប់មកយើងដាក់happy ចូលហើយក៏យើងដាក់ជាកណោស្បែកជ្រូកពពុះស្ដែកហ្នឹងហើយការ៉ុតដែលខ្ញុំឈូសហ្នឹងខ្ញុំដាក់ចូលបន្ថែមទៀតព្រោះអីកូនខ្ញុំគាត់អត់ញ៉ាំបន្លែផ្សេងគាត់ចូលចិត្តញ៉ាំការ៉ុតភាគច្រើនគាត់ចូលចិត្តញ៉ាំការ៉ុតតោះមកយើងឆាត្រឡប់ថែមទឹកបន្តិចមកដើម្បីឲ្យស្បែកជ្រូកហើយនឹងត្រចៀកកណ្ដោយើងកាន់តែឆ្អិនល្អចាបន្ទាប់ពីស្បែកជ្រូកជាកណ្ដោយើងបានឆ្អិនល្អហើយយើងក៏ចាប់ផ្ដើមដាក់មីស៊ូចូលចាសម្រាប់ខ្ញុំឆាមីស៊ូខ្ញុំអត់ដាក់មីស៊ូម្ដងទាំងអស់ទេចាសម្រាប់ខ្ញុំដាក់ម្ដងពាក់កណ្ដាលម្ដងតិចចឹងណាដើម្បីឲ្យវាចូលជាតិគ្នាល្អបើដាក់ទាំងអស់យើងឆាវាអត់ចូលជាតិគ្នាសព្វល្អទេចាមីស៊ូនេះខ្ញុំឆាកន្លះគីឡូដែរហ្នឹងហើយយើងឆាបែបហ្នឹងទៅធ្វើឲ្យសាច់មីស៊ូយើងវាស្វិតល្អហ្នឹងហើយវាអត់ទន់ដាច់ចឹងណាចាឥឡូវនេះឆាមីស៊ូសាច់ជ្រូកចិញ្ចាំរបស់យើងបានចាន់ហើយចាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមកពិសាឆាមីស៊ូជាមួយខ្ញុំទាំងអស់គ្នា